ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំហើយនេះគឺជាដើមម្ទេសហើយអ្វីដែលខ្ញុំបង្ហាញជូនបងប្អូននៅពេលនេះគឺម្ទេសនឹងឯងបាទអត់មានអីផ្សេងក្រៅពីម្ទេសទេហេតុអីបានខ្ញុំបង្ហាញបងប្អូនបានទស្សនានៅពេលនេះដោយសារតែឃើញវានឹងដើមវាក៏ល្អផ្លែវាក៏ល្អហើយជាពិសេសនោះគឺម្ទេសម្ដងនេះគឺវាផ្លែច្រើនមែនតើអញ្ចឹងណាបងប្អូនហើយមិនមែនម្ទេសខ្ញុំទេបងប្អូនគឺជាម្ទេសរបស់មីងរបស់ខ្ញុំហើយម្ទេសហ្នឹងគឺគាត់បានដាំតែម្ដងហ្នឹងទេគឺថាល្អមែនតើហើយផ្លែក៏ច្រើនហើយបើយើងឃើញផ្លែម្ទេសបងប្អូនខ្លះគាត់ក៏នឹកឃើញនំបញ្ចុកហើយអ្នកខ្លះទៀតហ្នឹងក៏ឃើញមហូបហាដែលត្រូវការហិលទឹកឆ្ងាញ់អញ្ចឹងណាបើសិនជាបានទៅគឺដឹងតែអេមតែម្ដងបាទហើយជាពិសេសគឺសាឡូមួយជូរសាឡូខ្មែរយើងបើបានម្ទេសចុចជាមួយនឹងទឹកត្រីឬក៏បាទញិចឬក៏ដាក់ជាមួយនឹងសម្លផ្ទាល់តែម្ដងគឺកាន់តែអេមតែម្ដងអញ្ចឹងណាហ្នឹងហើយបងប្អូនទាំងអស់គ្នាឃើញថាវាមិនគួរឲ្យជឿហើយក៏វាមិននឹកស្មានដល់ថាម្ទេសម្ដងនេះវាផ្លែយ៉ាងដូចនេះអញ្ចឹងណាបាទសូម្បីតែមីងខ្ញុំក៏គាត់ឆ្ងល់ដែរព្រោះគាត់ដាំអីហ្នឹងគាត់ថាមិនបានមានការថែទាំអីណាទេគាត់តែដាំហើយបាទស្រោចទឹកអីធម្មតាអញ្ចឹងណាហើយដល់ពេលវាលូតលាស់ទៅគឺអេមមែនតើបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយរូបភាពនេះគឺខ្ញុំបានថតកាលពីថ្ងៃទី14ខែមេសាឆ្នាំ2025ដែលជាថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងឆ្នាំ2025ហ្នឹងណាបាទហើយឥឡូវនេះយើងមកឃើញម្ទេសហ្នឹងគឺវាផ្លែនោះផ្លែយ៉ាងសន្ធឹកសន្ធាប់តែម្ដងហ្នឹងហើយតែវាមិនទាន់ចាស់ល្អទេគឺផ្លែខ្លះគឺវាចាស់ហើយផ្លែខ្លះក៏វាចិត្តទុំអីផ្លែខ្លះទៀតហ្នឹងគឺវានៅខ្ចីហើយភាគច្រើនគឺនៅខ្ចីតែម្ដងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសារវីដេអូយើងខ្លីយើងសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា